មេស្រីបានប្រើកាំរស្មីអុចដើម្បីជួយឪពុកនាងបើកប្រអប់ពីការភ្នែកនាងឃើញប្រអប់មួយបញ្ចេញពន្លឺពណ៌មាសខណៈប្រអប់មួយទៀតបញ្ចេញផ្សែងខ្មៅនាងប្រាប់ឪពុកនាងឲ្យដេញថ្លៃប្រអប់ភ្លឺគ្រប់គ្នាសើចចំអកឲ្យនាងព្រោះប្រអប់នេះត្រូវភ្លើងឆេះទោះបីមានទ្រព្យសម្បត្តិត្រូវដុតក៏ដោយប៉ុន្តែឪពុកនាងនៅតែទិញប្រអប់នោះសកម្មភាពរបស់គេត្រូវគូប្រកួតចំអកឲ្យក្មេងស្រីនោះប្រអប់តម្លៃ10លានភ្លាម20លានគូប្រជែងបានស្រែកយ៉ាងរហ័ស30លានក្មេងស្រីនិយាយដោយសប្បុរសថាអនុញ្ញាតឲ្យគូប្រជែងមានប្រអប់នេះនៅពេលនេះគូប្រជែងដឹងថាពួកគេត្រូវបានបោកដោយក្មេងស្រីបន្ទាប់មកវគ្គបើកប្រអប់ពីការភ្នែកប្រអប់របស់ក្មេងស្រីគឺពោពេញទៅដោយសម្រាមឆេះខណៈពេលដែលគំនូរប៉ូស្លែនពណ៌ខៀវនឹងត្រូវបានបង្ហាញនៅក្នុងប្រអប់ក្មេងស្រីគូគំនូរដ៏ល្បីល្បាញដែលមិនអាចកាត់ថ្លៃបានលើកនេះវត្ថុបុរាណរបស់គូបដេប៉ាជាវត្ថុក្លែងបន្លំទំនើបធ្វើឲ្យគូបដេប៉ាមានការសោកស្ដាយភ្លាមចំពោះទង្វើរបស់ពួកគេពេលនោះក្មេងស្រីក៏ដើរតាមឪពុកទៅក្រុមហ៊ុនស្រាប់តែឃើញក្រុមហ៊ុនរបស់ឪពុកនាងត្រូវអាប់ខ្មៅក្មេងស្រីដឹងភ្លាមថាឪពុកនាងអាចនឹងមានគ្រោះថ្នាក់ពេលនាងមកដល់ក្រុមហ៊ុនហើយក្រឡេកមើលជុំវិញច្បាស់ជាឃើញមានអ្នកតានៅក្នុងផើងផ្កាបន្ទប់ក្បែរផ្កាអាប់ឃើញឪពុកនាងដាក់ផ្កាពេញបោះជំហានទៅមុខរកប្រភពនៃអាប់ខ្មៅស្រាប់តែដៃចាប់នាងប្រែថាជាឪពុករបស់នាងដែលមកទីនេះក្មេងស្រីបានប្រាប់ឪពុកនាងភ្លាមនៅអ្វីដែលនាងបានរកឃើញហើយនិយាយថាមាននរណាម្នាក់បានប្រើទេវកថាដើម្បីផ្លាស់ប្ដូរជោគវាសនាប៉ុន្តែឪពុកនាងគ្រាន់តែមិនជឿនៅពេលនេះក្មេងស្រីបានបើកទូដាក់ក្បែរនាងវាពិតជាមានសាលាចារឹកហើយមានខ្សែដៃពិសេសមួយក្នុងចំណោមខ្សែដៃដែលទីថាខ្លួនថត់នេះឯងពេលនោះក្មេងស្រីម្នាក់នេះស្រាប់តែឃើញឪពុកនាងក្រឡេកមើលវត្ថុស័ក្តិសិទ្ធិទាំងអស់បាត់ភ្លាមឪពុកនាងនៅតែគិតថានាងគ្រាន់តែបោកប៉ុន្តែជំនួយការស្រាប់តែប្រញាប់ប្រញាល់មកប្រាប់ថាស្រាប់តែក្រុមហ៊ុនបានទទួលគម្រោងមួយដែលមានតម្លៃរាប់សិបកោដហើយមានអ្នកវិនិយោគខាងក្រៅជាច្រើនចង់សហការជាមួយក្រុមហ៊ុនឪពុកមានការភ្ញាក់ផ្អើលជាខ្លាំងពេលលើបែបនេះ